ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានេះគឺជាផ្លែឈើនៅខាងរដ្ឋអន្តរជាតិចាមានដូចជាទីប្រាំងណាចាគឺអត់ខ្វះនៅទេនៅខែក្តៅបងប្អូនតែតម្លៃគឺយើងថ្លៃតិចហើយបើយើងធៀបទៅនឹងប្រទេសខ្មែរយើងចា1គីឡូ$28ហើយក៏មានដូចជាផ្លែគូលែនបងប្អូនគឺធំតែម្ដងចាហើយនេះគឺជាចូលដល់ផ្លែស្វាយបងប្អូនមានស្វាយផ្អែមស្វាយខ្ទិះស្វាយជូរស្វាយអីចឹងណាទៅតាមប្រភេទស្វាយចាហើយបន្លែផ្លែឈើទាំងអស់ហ្នឹងគឺភាគច្រើនគឺនាំចូលពីរដ្ឋផ្សេងចានៅខាងQueensland អីចឹងណាបងប្អូនចាហើយស្វាយច្រើនណាខែក្តៅអញ្ចឹងគឺសម្បូរបងប្អូនសម្បូរផ្លែឈើហើយនឹងបន្លែចាហើយនេះចាសម្រាប់បងប្អូនដែលនៅខាងប្រទេសអូស្ត្រាលីតែនៅរដ្ឋផ្សេងៗតាតម្លៃនៅខាងបងប្អូនយ៉ាងម៉េចដែរសម្រាប់ផ្លែឈើប៉ាត់ខាងអាស៊ីយើងក៏មានផ្លែកសាំងទៀបដែរបងប្អូនគឺគេលក់មួយបាច់អញ្ចឹងគេចងដាក់លក់អញ្ចឹងទៅនេះបងប្អូនចាកសាំងទៀបហ្នឹងគឺយើងញ៉ាំជាមួយនឹងសាច់គោលោកដាក់សាច់គោគឺឆ្ងាញ់ហើយក៏មានដៃល្ពៅដែរបងប្អូនធួយល្ពៅចាសូមជម្រាបលាបងប្អូនជួបគ្នាវីដេអូក្រោយៗទៀតបាយ